ក្នុងពធមួយព្រះអង្គសម្ដែងពីមហាចៅភិក្ខុឯណាចូលទៅកាន់និគមណាចូលទៅកាន់ស្រុកណាដោយបំណងថាអញយកធម៌ព្រះយកទៅសម្ដែងដើម្បីឲ្យគេចូលចិត្តអញឲ្យគេបូជាអញដើម្បីបានលាភសក្ការៈព្រះអង្គថានឹងគឺជាមហាចៅមិនកូនចៅឯណាគឺមហាចៅបងថាចង្រៃជាងចៅលើកគ្នា100នាក់ទៅប្លន់ទីក្រុងទៅទៀតស្ដាប់ម្ដងទៀតភិក្ខុណាឬក៏ធម្មកថាណារៀនធម៌ព្រះអង្គឲ្យចេះចាំហើយយកទៅសម្ដែងមិនដោយមេត្តាទេណាគឺយកទៅសម្ដែងដើម្បីទទួលបាននៅការសរសើរដើម្បីបាននៅកិត្តិយសដើម្បីបាននៅការរាប់អានដើម្បីឲ្យគេស្រឡាញ់ដើម្បីបានលាភសក្ការៈខ្លួនឯងភិក្ខុណាគិតយ៉ាងនេះហើយដើរចូលទៅស្រុកឲ្យសម្ដែងធម៌ភិក្ខុនោះគឺជាមហាចៅនៅក្នុងសាសនានេះមហាចៅអញ្ចឹងមហាចៅធំណាស់ហេតុអីចុះភិក្ខុអ្នកទៅសម្ដែងដែលមិនមែនជាមហាចៅមានន័យថាមិនគិតរឿងខ្លួនឯងទេទី1ចង់ឲ្យធម៌នឹងជ្រាបទៅដល់ពុទ្ធបរិស័ទទី2ចង់ឲ្យគេស្គាល់ព្រះរតនត្រ័យដោយពិតប្រាកដពេលខ្លះ LDP រីកូនត្រូវថាប៉ុន្តែអត់យល់អ្នកដែលតាំងខ្លួនជាអ្នកបើកបង្ហាញអំពើអាក្រក់របស់អ្នកដទៃឃើញខុសប៉ុណ្ណឹងហើយចេញមុខមកការពារទៀតបើសិនមន្ត្រីសង្ឃធំប្រព្រឹត្តធម៌វិន័យដូចវត្តវិសុទ្ធិមគ្គវត្តគុលតតឹងវិញបទចម្រៀងលួចស្រឡាញ់សង្សារលោកប៉ុណ្ណឹងមិនស្គៀបរួមជើងលោកទេព្រោះលោកដឹងថាលោកអត់ធ្វើខុសលោកអត់ស្គៀបទេដល់ពេលតែលោកឲ្យប្រព្រឹត្តធម៌វិន័យកាន់លុយពេញដៃដាក់បទចម្រៀងនឹងទៅអង្គើបដ ாய் អង្គខ្លះនាមជាអ្នកបួសមែនប៉ុន្តែរកតែសិល5អត់មានផងវាយមូសរាល់ថ្ងៃបើអង្គខ្លះទៀតប្រភ្លេចប្រភ្លោចប្របាច់ប្រប៉ោចនិយាយរយរៀលរសារតែពាក្យសច្ចៈរសារមិនបានផង